干货我找到了，干货我找到了ទំនិញស្ងួតខ្ញុំរកបានហើយ很快就能弄到一大包。很快就能弄到一大包តែមួយផ្លែទេគឺអាចប្រមូលបានមួយកញ្ចប់ធំហ៎好好干。好好干ធ្វើការងារឲ្យល្អ到时候发你一大笔奖金。到时候发你一大笔奖金ដល់ពេលនោះយើងនឹងបាញ់លុយរង្វាន់ឲ្យឯងយ៉ាងច្រើន真的？真的ពិតមែនឬ李老板，你真是太好了。李老板你真是太好了លោកតកែគឺពិតជាមនុស្សល្អមែន这么多动物还要等多久啊？这么多动物还有等多久啊វងសត្វច្រើនយ៉ាងនេះតើត្រូវចាំយូរប៉ុណ្ណាទៀតទៅ热也不要急成这样吧。热也不要急成这样啊ទោះជាក្តៅក៏មិនចាំបាច់ប្រញាប់យ៉ាងនេះដែរ急也不要插队嘛。急也不要插队嘛ប្រញាប់មិនចាំបាច់តម្រង់ជួរទេឬ走走走，ចេញទៅ不准查奇迹国王的队。ពូជន់ឆាជីជីកូវ៉ាន់ទៅទួយកុំមកចង់រំលងក្រុមរបស់ស្ដេចស្វា可是ក៏ប៉ុន្តែ没什么好可是的。没什么好可是的កន្លែងនេះในខ្មែរគឺអាចបកថាគ្មានតែស្គរឲ្យច្រើនទេ我不是怕轮到我就没有了吗？我不是怕轮到我就没有了嘛គេនេះអាចបកថាក៏ព្រោះតែខ្ញុំខ្លាចចម្រំទៅដល់វេនខ្ញុំនឹងគឺវាអស់បាត់ទៅហើយ冰棍来了！冰棍来了ក្រែមមកហើយ看来李老板的任务我今天就能完成。看来李老板的任务我今天就能完成គេនេះអាចបកថាមើលទៅកិច្ចការរបស់ថៅកែថ្ងៃនេះខ្ញុំនឹងធ្វើវាបានសម្រេចគេបកថាឲ្យ这么多，这么多មិនក៏ច្រើនម្លេះ应该能交差了吧？应该能交差了吧វាគួរតែសម្រេចហើយ俺的冰棍呢？អានទៅ冰棍ណាក្រែមចុះក្រែមរបស់ខ្ញុំ哦，你等等啊，你等等哦អ្នកឯងចាំបន្តិចសិនទៅចាំមួយផ្លែត我这就给你取冰棍去。我这就给你取冰棍去ខ្ញុំនឹងទៅយកក្រែមមកឲ្យឯង别忘了还有大家的呢。别忘了还有大家的呢កុំភ្លេចណានៅមានអ្នកផ្សេងទៀតណា知道啦，知道了ខ្ញុំដឹងហើយ 我的钞票，我的钞票啊！我的钞票មានន័យថាលុយរបស់ខ្ញុំ咋的了？ចាទៅឡាមានរឿងអី这下完了，这下完了លើកនេះចប់ហើយ冰箱冻冰棍太费电了，冰箱冻冰棍太费电了ទូទឹកកកកន្លែងកកស៊ីភ្លើងណាស់电价老贵了，怎么办？电价老贵了怎么办ភ្លើងឡើងថ្លៃហើយធ្វើមិនទៅ有了干货就有一大笔奖金，有了干货就有一大笔奖金មានទំនិញស្ងួតក៏មានលុយរង្វាន់ធំដែរ有了奖金我就是有钱人了，有了奖金我就是有钱人了មានលុយរង្វាន់ខ្ញុំនឹងថ្លៃជាអ្នកមានហើយ电费这点毛毛雨算什么呀？电费这点毛毛雨算什么呀ត្រឹមតែថ្លៃភ្លើងកាក់សែនសោះហ្នឹងទៅខ្វល់អី冰棍来了，冰棍来了，冰棍来了ក្រែមមកហើយ别急都有份儿。别急多有份បានន័យថាមិនបាច់បញ្ញាប់ទេគ្រប់គ្នាសុទ្ធតែមានចំណែក好吃。好吃ឆ្ងាញ់ណាស់好爽啊ស្រួលខ្លួនណាស់怎么样？味道不错吧？怎么样味道不错吧យ៉ាងមិនដែររសជាតិ不错不错，味道真不错呀。不错不错味道真不错មានន័យថាគ្រាន់បើរសជាតិមិនអន់ទេ要是能天天吃到冰棍就好。要是能天天吃到冰棍就好了បើបានញ៉ាំក្រែមរាល់ថ្ងៃពិតជាល្អមែនតើ当然可以，当然可以ប្រកាសជាបាន只要你们每天给我找来干货。只要你们每天给我找来干货តែត្រូវឲ្យពួកឯងរកទំនិញស្ងួតឲ្យយើងជារៀងរាល់ថ្ងៃ冰棍吃多少有多少，冰棍吃多少有多少មានន័យថាចង់ញ៉ាំក្រែមប៉ុណ្ណាគឺមានប៉ុណ្ណឹង真的ពិតមែនណា我强哥说话算话。我强哥说话算话មានន័យថាខ្ញុំជាមនុស្សនិយាយម៉ាត់ណាម៉ាត់នឹង而且我的电风扇也给你们吹哦。而且我的电风扇也给你们吹哦នៅមានទៀតកង្ហាលយើងក៏ឲ្យពួកឯងប្រើដែរ太好了ពិតជាល្អខ្លាំងណាស់សម្រាប់បងប្អូនឬមកក៏បងដែលមានបំណងចង់ពង្រឹងភាសាចិនសម្រាប់អ្នកចេះហើយបច្ចុប្បន្នសាលាកំពុងតែបើកវគ្គថ្មីទាំងថ្នាក់បង្រៀនផ្ទាល់និងតាមអនឡាញគឺយើងមានកម្រិត ASK ពីកម្រិត1រហូតដល់កម្រិត6ហើយសម្រាប់វគ្គសិក្សាគឺកម្រិត1ដល់កម្រិត3
1ម៉ោងគឺ$2ហើយសម្រាប់កម្រិត HSK ពីកម្រិត4រហូតដល់កម្រិត6 1ម៉ោង$3សម្រាប់វគ្គសិក្សាហ្នឹងគឺយើងមានចាប់ពីម៉ោង4ទៅម៉ោង5រសៀលហើយរហូតដល់ម៉ោង9និងម៉ោង10យប់រៀនមួយថ្ងៃ1ម៉ោងពីថ្ងៃច័ន្ទដល់ថ្ងៃศุកร์សម្រាប់អ្នកដែលគាត់មានបំណងចង់ដាក់ពាក្យឬមួយសាកសួរព័ត៌មានលម្អិតសូមធ្វើការតាក់ទងមកតាម Telegram របស់ admin ផ្ទាល់គឺ087 462 337និងមួយខ្សែទៀតផ្នែកតបឆាតផ្ទាល់តែម្ដងគាត់នឹងអាចធ្វើការឆ្លើយតបទៅកាន់បងប្អូនបានលឿនពីម៉ោង8ព្រឹករហូតដល់ម៉ោង5ល្ងាចនៃម៉ោងធ្វើការគឺតាមរយៈ Telegram ដែលមានលេខទូរស័ព្ទ097 95 75 618ហើយបងប្អូនដែលចូលមកថ្មីកុំភ្លេចជួយ follow ម្នាក់មួយដើម្បីទទួលបាននៅវីដេអូបកប្រែថ្មីមុនគេបើសិនជាពេញចិត្តនៅវីដេអូនេះកុំភ្លេចចុចបេះដូងមួយផងបើគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយ share ម្នាក់មួយផងណាអូខេបាយបាយ